សូមអញ្ញាគ្រប់ជីវសួរបងប្អូនក្នុងបណ្ដាញ Facebook អស់បាទអញ្ចឹងបងប្អូនណាដែលគាត់មានបញ្ហាគ្រុនវិវិនណាបាទលេបថ្នាំដាក់ជាវិជ័យលប់វិញបងប្អូនអាចយកនេះបាទមើមស្គូសបាទបងប្អូនយកមើមស្គូសតែនេះវានៅខ្ចីណាខ្ញុំគាត់មកឲ្យបងប្អូនយកមើមមីចាស់ណាបងណាហ្នឹងហើយបើក្មេងយើងយកមកមើមតូចមកណាបើចាស់យើងយក2មើមអញ្ចឹងមួយថ្ងៃយើងញ៉ាំ3ដងបាទតែបាយឲ្យទៅបបរឲ្យទៅយើងញ៉ាំបាទញ៉ាំបបរឲ្យទៅយើងញ៉ាំគឺយើងយកដូងនេះបាទយកដូងមកកាប់យកទឹកវាបាទកាប់យកទឹកវាហើយយើងបុកវាបុកនេះបុកឲ្យមើមស្គូសនេះវាម៉ត់បាទបុកវាម៉ត់ហើយបន្ទាប់មកយើងយកស្បៃមកបាទយកស្បៃយើងច្របាច់យកច្រោះយកទឹកវាមកបាទហើយកាប់ដូងដាក់មួយផ្លែទៅបាទគឺមួយថ្ងៃញ៉ាំ3ដងបាទបងប្អូនញ៉ាំតែមួយទឹកគឺជាសះស្បើយបាទចឹងអរគុណច្រើនសម្រាប់បងប្អូនដែលឃើញវីដេអូនេះសូមឲ្យជួបតែក្តីសុខដែលមានជំងឺគ្រុនពោះវៀនសូមឲ្យឆាប់ជាដាច់បាទសូមអរគុណសូមជម្រាបលាបាទ